តែអ្នកនរគ្នាមានដឹងអត់ថាដំណើរការនៃត្រចៀករបស់យើងប្រព្រឹត្តទៅយ៉ាងដូចម្ដេចបើសិនជាអ្នកនរគ្នាចង់ដឹងកុំភ្លេចចូលរួមទស្សនាវីដេអូនេះទាំងអស់គ្នាផងណាជំរាបសួរអ្នកទាំងអស់គ្នាពួកយើងមកពីថ្នាក់ទី 12A ដែលមាននាងខ្ញុំផាគីមលៀងនាងខ្ញុំលីនគីយ៉ុងនាងខ្ញុំរុសុជាតាខ្ញុំបាទហួរសុកមេងនាងខ្ញុំសំស្កូនីតាហើយក្នុងវីដេអូនេះដែរពួកយើងនឹងមកបង្ហាញអ្នកនរគ្នាអំពីដំណើរការនៃត្រចៀកអញ្ចឹងកុំឲ្យខាតពេលវេលាយូរចូលរួមទស្សនាវីដេអូទាំងអស់គ្នា1សោតវិញ្ញាណសោតវិញ្ញាណគឺគេសំដៅទៅលើត្រចៀកជាសរីរាង្គវិញ្ញាណដែលមាននីតិចាប់យកសូរនិងចូលរួមជាមួយខួរតូចដើម្បីតំហែរក្សាលំនឹងខ្លួនឥឡូវយើងឈានចូលមកដល់ចំណុចលេខ2គឺរូបផ្គុំត្រចៀកចែកចេញជា3ផ្នែកគឺត្រចៀកក្រៅត្រចៀកកណ្ដាលនិងត្រចៀកក្នុងកត្រចៀកក្រៅគឺជាផ្នែកដែលអាចមើលឃើញនឹងភ្នែកហើយវារួមមានស្លឹកត្រចៀកនិងបំពង់សោតវិញ្ញាណខ្លីមួយឬហៅថារន្ធត្រចៀកឥឡូវយើងមកសិក្សាអំពីស្លឹកត្រចៀកគឺជាបន្ទះស្បែកដែលកើតពីឆ្អឹងខ្ចីហើយវាមានទម្រង់ដូចជីឡាវនិងមាននាទីប្រមូលផ្ដុំរលកសូរឧទាហរណ៍សត្វដំរីគឺជាសត្វដែលប្រមូលផ្ដុំរលកសូរបានល្អជាងគេពីព្រោះសត្វដំរីមានស្លឹកត្រចៀកធំជាងសត្វដទៃទៀតមានន័យថាបើសិនជាភាវៈរស់មួយមានត្រចៀកកាន់តែធំនោះការស្រូបយកឬការប្រមូលផ្ដុំរលកសូរបានកាន់តែប្រសើរឥឡូវយើងមកយល់ដឹងអំពីបំពង់សោតវិញ្ញាណឬហៅថារន្ធត្រចៀកវិញម្ដងនៅមាត់ច្រកភ្ជាប់បំពង់មានរន្ធល្អិតហើយនៅតាមបណ្ដោយបំពង់មានក្រពេញផលិតសារធាតុក្រមួនដែលសារធាតុក្រមួននោះយើងតែងតែហៅវាថាអាចត្រចៀកនៅនេះយើងចូលមកដល់អក្សរខត្រចៀកកណ្ដាលគឺជាប្រហោងមួយដែលពោពេញទៅដោយខ្យល់ហើយចាប់ផ្ដើមនៅត្រង់ក្រដាសត្រចៀកកណ្ដាលមានឆ្អឹងតូចៗចំនួន3គឺឆ្អឹងញញួរឆ្អឹងទ្រនាប់និងឆ្អឹងឈ្នាន់ដែលបន្តជាប់គ្នាបង្កើតបានជាស្ពានឆ្លងកាត់ត្រចៀកកណ្ដាលហើយភ្ជាប់ភ្នាក្រដាសត្រចៀកនិងភ្នាមួយផ្សេងទៀតគឺបង្អួចរាងពងក្រពើត្រចៀកកណ្ដាលភ្ជាប់ទៅនឹងបំពង់កដោយសារប្រម៉ោយអឺស្ត្រាសមាននីតិធ្វើឲ្យសម្ពាធក្នុងត្រចៀកកណ្ដាលស្មើនឹងសម្ពាធខាងក្រៅសារពាង្គកាយដើម្បីបង្ការការរហែកក្រដាសត្រចៀកប៉ុន្តែប្រម៉ោយអឺស្ត្រាសនេះក៏ជាផ្លូវដែលមេរោគធ្វើដំណើរពីច្រមុះនិងបំពង់កទៅកាន់ត្រចៀកកណ្ដាលហើយអាចបណ្ដាលឲ្យមានជំងឺឆ្លងផងដែរកត្រចៀកក្នុងរួមមានបំពង់រាងគូតខ្យងនិងបំពង់ពាក់កណ្ដាលរង្វង់បំពង់រាងគូតខ្យងជាសរីរាង្គល្បឺដែលពេញដោយសារធាតុរាវនៅលើភ្នាខាងក្នុងនៃបំពង់មានស្រទាប់កោសិកាធ្មូលដែលរុះនឹងលំញ័រហើយមានរោមល្អិតរីឯបំពង់ពាក់កណ្ដាលរង្វង់បំពង់នេះមានរាងជារង្វង់3ដែលពេញដោយសារធាតុរាវនិងពាពេញដោយកោសិកាធ្មូលមានពន្លកឆ្មាបំពង់ពាក់កណ្ដាលរង្វង់ជួយឲ្យសារពាង្គកាយរក្សាលំនឹងបាននោះត្រចៀកក្រៅនិងត្រចៀកកណ្ដាលពាក់ព័ន្ធត្រឹមតែល្បឺប៉ុណ្ណោះរីឯត្រចៀកក្នុងពាក់ព័ន្ធនឹងដំហែរក្សាលំនឹងទី3ល្បឺនាងខ្ញុំនឹងពន្យល់អំពីដំណើរការនៃការបកស្រាយរលកសូរឲ្យទៅជាសំឡេងនីមួយបានបណ្ដាលឲ្យខ្យល់ដែលនៅជុំវិញប្រភពសំឡេងនោះញ័របង្កើតបានជារលកសូរហើយប្រមូលផ្ដុំនៅក្នុងត្រចៀកក្រៅរួចបញ្ជូនទៅក្រដាសត្រចៀកតាមរយៈបំពង់សោតវិញ្ញាណដែលធ្វើឲ្យក្រដាសត្រចៀកញ័របន្ទាប់មកទៀតលំញ័រនេះត្រូវបានដឹកនាំឆ្លងកាត់ត្រចៀកកណ្ដាលតាមឆ្អឹងតូចទាំង3បន្តតាមបំពង់រាងពងក្រពើរួចបញ្ជូនទៅត្រចៀកក្នុងដែលធ្វើឲ្យសារធាតុរាវក្នុងបំពង់រាងគូតខ្យងនិងរោមល្អិតនៃកោសិកាធ្មូលឡើងញ័រដែរជាចុងក្រោយកោសិកាធ្មូលបានប្ដូរលំញ័រនេះទៅជាអាំងភ្លុចប្រសាទហើយដឹកនាំតាមសរសៃប្រសាទសោតវិញ្ញាណទៅកាន់សំបកខួរក្បាលដែលនៅទីនោះអាំងភ្លុចប្រសាទត្រូវបានបកស្រាយឲ្យទៅជាសំឡេងអញ្ចឹងយើងឈានមកដល់ចំណុចចុងក្រោយដែលជាចំណុចទី4គឺដំហែរក្សាលំនឹងជានាទីរបស់ត្រចៀកក្នុងនិងខួរតូចនៅក្នុងត្រចៀកក្នុងមានបំពង់ពាក់កណ្ដាលរង្វង់ចំនួន3ដែលពោពេញទៅដោយសារធាតុរាវខាប់និងមានស្រទាប់កោសិការោមញ័រនៅពេលយើងបង្វិលខ្លួនឬគ្រវីក្បាលសារធាតុរាវនិងរោមញ័រធ្វើចលនាបង្កើតបានជាអាំងភ្លុចប្រសាទហើយត្រូវបានដឹកនាំទៅតាមសរសៃប្រសាទសោតវិញ្ញាណទៅកាន់ខួរតូច
ជាចុងក្រោយខួរតូចបកស្រាយតាមទិសដៅចលនាហើយបញ្ជូនអាំងផ្លូវទៅកាន់ខួរធំបន្ទាប់មកខួរធំបញ្ជូនអាំងផ្លូវទៅតាមនរោនចលករភ្ញួរសាច់ដុំផ្នែកក្បាលនិងកឲ្យរក្សាទីតាំងរបស់ក្បាល ឥឡូវការបកស្រាយរបស់យើងមកជាទីបញ្ចប់ហើយកុំភ្លេចចុច like share នៅវីដេអូរបស់ពួកយើងផងណាបាយបាយ